ប្រសាសន៍សំខាន់របស់សម្ដេចតេជោហ៊ុនសែនក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងថៃនៅព្រំដែនតំបន់មុំបីខេត្តព្រះវិហារនៅព្រឹកថ្ងៃប្រហោះថ្ងៃទី29ខែឧសភាឆ្នាំ2025សម្ដេចតេជោហ៊ុនសែនអំពាវនាវប្រជាពលរដ្ឋស្ងប់ចិត្តលើបញ្ហាព្រំដែនរវាងកម្ពុជានិងថៃហើយជឿជាក់លើការដោះស្រាយរវាងរាជរដ្ឋាភិបាលទាំងពីរសម្ដេចតេជោហ៊ុនសែនអ្វីដែលគួរឲ្យខ្លាចបំផុតគឺព័ត៌មានคล้ายៗអុចអាលដែលនាំទៅដល់សង្គ្រាមរវាងប្រទេសទាំងពីរសម្ដេចតេជោហ៊ុនសែនការចល័តកងកម្លាំងទ័ពនិងប្រដាប់អាវុធធុនធ្ងន់កម្ពុជាទៅកាន់ព្រំដែនមិនមែនទៅដើម្បីធ្វើសង្គ្រាមទេប៉ុន្តែគឺជាការត្រៀមបំរុងទុកសម្ដេចតេជោហ៊ុនសែនហេតុការផ្ទុះអាវុធនៅព្រំដែនកម្ពុជាថៃមិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាលនិងក្រសួងការពារជាតិរបស់ថៃនោះទេសម្ដេចតេជោហ៊ុនសែនបានរំលឹកថាក្នុងសង្គ្រាមនៅព្រះវិហារនិងប្រាសាទតាមាន់ធំនិងតាក្របីពីឆ្នាំ2008ដល់ឆ្នាំ2011គឺកម្ពុជាប្រើប្រាស់ភាពអត់ធ្មត់ខ្ពស់បំផុតរហូតដល់កងទ័ពងើងឆ្ងល់សម្ដេចតេជោហ៊ុនសែនបានថ្លែងថាសម្ដេចមិនមែនជាមេដឹកនាំដែលអង្គុយតែក្នុងការិយាល័យនោះទេគឺតែងតែចុះតាមមូលដ្ឋានហើយនៅសមរភូមិសង្គ្រាមក៏សម្ដេចចុះដែរសម្ដេចតេជោហ៊ុនសែនតេជោសែនច្បាស់ណាស់ពីយុទ្ធសាស្ត្រសង្គ្រាមសម្ដេចតេជោហ៊ុនសែនអំពាវនាវប្រជាពលរដ្ឋឧបត្ថម្ភដល់កងទ័ពដើម្បីបង្ហាញពីភាពរួបរวมគ្នាជាធ្លុងនៃខឿនការពារជាតិរបស់កម្ពុជា Dara Cambodia News